ngàyនេះមកញោមបកាជាមួយនឹងងាវស្រស់ៗតែម្ដងសំខាន់ណាឡើងហល់ហើយឡើងជាតិហ្មងងាវខ្ញុំទិញកន្លះគីឡូហើយជាមួយបកាកន្លះគីឡូឆាអញ្ចឹងបងប្អូនគួរតែទិញបការស់ដូចខ្ញុំលាយអំបិលជាមួយនឹងសូដាបន្តិចទៅច្បាច់ជាមួយនឹងទឹកកកឲ្យសាច់បកាយើងកាត់ឆ្អាបហើយស្រស់ឆ្ងាញ់ហើយយើងលាងទឹកម្ដងទៀតដាក់ក្រាសេទឹកកកទៅឲ្យបានស្រស់ដល់ងាវម្ដងងាវហ្នឹងខ្ញុំគ្រាន់តែស្រស់ទឹកក្តៅមកផ្លែថាយកចេញទេយកចេញភ្លាមគឺខ្ញុំដាក់ត្រាំទឹកកកភ្លាមហើយគ្រឿងឯនេះគឺខ្ញុំបុកខ្ទឹមជាមួយនឹងខ្ទឹមក្រហមសំខាន់ណាស់ដាក់ម្ទេសជិត30-40គ្រាប់ហើយខ្ញុំដាក់ស្ករ3-4 ស្លាបព្រាអីទៅបើសិនជាមានស្ករត្នោតត្រូវតែល្អទឹកអំពិលទុំ3 ស្លាបព្រាទឹកប្រហុកត្រីទឹកសាប5 ស្លាបព្រាទឹកត្រី3 ស្លាបព្រាអីទៅហើយបងប្អូនគួរឲ្យសប់ខ្ញុំភ្លក់មើលល្មមនៅទីបកងាវគឺខ្ញុំយកចុងស្លាបព្រាផ្គុំជួបគ្នាហើយបកប្រើចុងស្លាបព្រាហើយដាក់ស្លាបព្រាប្រឆេះគ្នាស្រួលបកមែនតើហើយឥឡូវយើងធ្វើការច្បល់ចូលគ្នាគឺបានហើយអូនិយាយមែនទឹកស៊ុនហ្នឹងគឺខ្ញុំលីមកល្មមឆ្ងាញ់ហ្មងសំខាន់ណាស់គេមានបន្លែគ្រប់មុខហើយនំបញ្ចុកទៀតនេះបងប្អូនឃើញធំធំអញ្ចឹងតិចអត់ហ៊ានញ៉ាំដូចខ្ញុំអត់ទៅបងប្អូនធំអញ្ចឹងសាច់បានច្រើនបានឆ្ងាញ់ហើយបានឆប់ឆប់មកទៅក្រហមនេះ15គ្រាប់ហើយមកទៅទូចនេះណាប្រហែលជា20-30គ្រាប់អីហ្នឹងខាញ៉ាំជាមួយគេឆានឹងយូរទៀតអត់ដឹងមិនម៉ែទេខ្ញុំអត់បែរទេបងយូរស្មាតែអូននោះបងបងប្អូនយើងថារបស់ឆាអញ្ចឹងហើយរបស់ហើយយើងត្រូវតែញ៉ាំថ្នាំចុងអត់ទេរៀបជាបងប្អូនណាធ្លាប់ស្គាល់ជាមួយនឹងស្មាតាត្រូវអត់ដោយសារស្មាតាគឺជួយលើបញ្ហារាគជួយបញ្ឈប់និងព្យាបាលជំងឺរាគនឹងតែម្ដងនិយាយឲ្យស្រួលយល់គឺបងប្អូនញ៉ាំថ្នាំហ្នឹងហើយគឺធម្មតាអញ្ចឹងឲ្យខ្លាយលើបញ្ហារាគតែធ្វើឲ្យយើងក្តៅឯតូលទេរបៀបញ៉ាំបងប្អូនគាត់តែលាថ្នាំជាមួយនឹងទឹកដូចខ្ញុំញ៉ាំម្ដងមកកញ្ចប់3 ដងក្នុងមួយថ្ងៃយល់ល្អបងប្អូនញ៉ាំឲ្យគ្រប់3ថ្ងៃគឺល្អហ្មងហើយស្មាតាជាថ្នាំបោះប្រាំងមានលក់លើទីផ្សារជិត50ឆ្នាំហើយអញ្ចឹងបងប្អូនអាចទុកចិត្តញ៉ាំបានណាគាត់ថាគ្រួសារយើងគួរតែមានម្នាក់មកប្រអប់ដើម្បីការពារជំងឺរាគដូចថ្ងៃនេះយើងញ៉ាំរបស់ផ្អែបរបស់ឆៅរបស់ហឹរដូចខ្ញុំថ្ងៃនេះអញ្ចឹងហើយយើងអាចយកតាមខ្លួនពេលទៅដើរលេងឆ្ងាយបានជាពិសេសប្តីខ្ញុំហ្មងមានស្មាតាអត់ខ្លាចជាមួយនឹងឥឡូវយើងញ៉ាំថ្នាំហើយយើងបន្តការញ៉ាំទៀតពុំទៅឆ្ងាញ់ហងមាននំបញ្ចុកទៀតណានោះស្មានថាវាឆ្ងាញ់ទៅថាដល់បងប្អូនធ្វើខ្លួនឯងសាខ្លួនឯងងាវនេះបងប្អូនណាដាក់ចូលភ្លាមយកចេញភ្លាមនិយាយទៅយើងស្រង់មកផ្លែទេអត់ទុកយូរណាគឺសាច់ឆ្ងាញ់ឡើងផ្អែមសាច់ឡើងពេញមាត់ហើយឡើងផ្អែមហើយឡើងស្រួយមានឆ្អែតអីសោះហ្មងអូយសុំបកាមួយទៀតចឹងវីដេអូថ្ងៃនេះតែប៉ុណ្្នឹងឯងបងប្អូនមានចូលចិត្តឲ្យខ្ញុំធ្វើវីដេអូមុខដែរអញ្ចឹងអត់កុំភ្លេច comment នៅវីដេអូផងណាហើយអរគុណបងប្អូនដែលទស្សនាវីដេអូនេះដល់ចប់ណាបាយបាយបងប្អូន